សុស្ដីសុភ័ក្រវាជារឿងធម្មតាទេដែលមនុស្សយើងវាតែងតែយល់សប្តិហើយការយល់សប្តិឃើញឬបានមាសឬរបស់របរមានតម្លៃផ្សេងក៏ជារឿងដែលមនុស្សជាច្រើនធ្លាប់ជួបប្រទះដែរតាមជំនឿនិងការបកស្រាយសុបិនខ្លះរបស់ចាស់និងតាមអត្ថបទផ្សេងដែលខ្ញុំបានរកឃើញការយល់សប្តិហ្នឹងគឺរើសបានមាសហ្នឹងត្រូវបានបកស្រាយជាទូទៅថាជាបុគ្គលល្អដែលតកតងនឹងលាភសំណាងទ្រព្យសម្បត្តិដែលគេជឿថានឹងមានលាភសំណាងហ្នឹងនឹងទទួលបានប្រាក់ចំណូលផលកម្រៃជោគជ័យផ្នែកហិរញ្ញវត្ថុហ្នឹងឬការងារដែលកាន់តែរីកចម្រើនទៅមុខអញ្ចឹងណាហើយនឹងមានឱកាសល្អអាចជាការបង្ហាញថាឱកាសល្អដែលមនុស្សស្មានដល់ហ្នឹងនឹងចូលមកក្នុងជីវិតរបស់យើងទាំងផ្នែកអាជីពការងារនិងអាជីវកម្មសម្រាប់អ្នកមានគ្រួសារខ្លះក៏អាចថាជាដំណឹងល្អអំពីការមានបុត្រផងដែរជួនកាលអាចបង្ហាញថាជីវិតរបស់យើងនឹងមានការផ្លាស់ប្ដូរទៅកាន់ទិសដៅគឺកាន់តែល្អប្រសើរឡើងប៉ុន្តែមានចំណុចមួយចំនួនដែលគួរតែចងចាំដែរថាវាមិនមែនសុទ្ធតែល្អទាំងអស់ទេយោងតាមការបកស្រាយខ្លះសម្រាប់អ្នកដែលចូលចិត្តលេងល្បែងស៊ីសងហ្នឹងការយល់សប្តិឃើញមានប្រាក់ច្រើនអាចជាប្រផ្នូលផ្ទុយមកវិញដូចជាចាញ់ល្បែងឬអស់លុយពីក្នុងកប៉ាល់ហ្នឹងទៅការប្រឹងប្រែងនៅតែសំខាន់ចឹងហើយបើទោះបីជាសុបិនហ្នឹងបានបកស្រាយថាជាសំណាងល្អក៏ដោយក៏គេជឿថាអ្នកដែលនៅបន្តរស់នៅដោយមិនខិតខំប្រឹងប្រែងដើម្បីឲ្យសុបិននោះឆាប់បានផលនោះចឹងការបកស្រាយសុបិនគឺគ្រាន់តែជាជំនឿនិងការទូទាយប៉ុណ្ណឹងទេសំខាន់បំផុតនោះគឺការរស់នៅប្រចាំថ្ងៃរបស់យើងឲ្យបានល្អ